សួស្តីបងប្អូនអរគ្នាប្រហែលថ្ងៃនេះរវាងកម្ពុជានិងថៃខ្ញុំមានការក្តៅខ្លាំងណាស់បងប្អូនអញ្ចឹងចឹងដូចជាមេតបថៃមួយនៅខាងលើនេះបងប្អូនគាត់បាននិយាយបញ្ជាក់ថាប្រាសាទតាម៉ុនគឺជារបស់ប្រទេសថៃសួរថាពេលនិយាយមកហ្នឹងមានការអៀនខ្មាស់មាត់អត់សូម្បីតែពាក្យប្រាសាទណាអ្នកឯងនិយាយច្បាស់ផងអ្នកឯងនៅលៀបពណ៌ថាជារបស់អ្នកឯងពេញមាត់សួរថាអ្នកឯងអត់ចេះខ្មាស់អត់ចេះអៀនមាត់ហើយនឹងគ្រាន់តែពាក្យប្រាសាទតាម៉ុនតូចហើយនឹងប្រាសាទតាកបីនិយាយច្បាស់ផងហ្នឹងហើយមានអ្នកណាមកបញ្ជាក់ថាជារបស់ថៃអញ្ចឹងបងប្អូនយើងជាពលរដ្ឋខ្មែររបស់គ្នាហ្នឹងឯងទូទាំងប្រទេសចំណាំមុខមេតបថៃទាំងតបហ្នឹងស្រែកឃ្លានខ្លាំងទឹកដីរបស់ខ្មែរអញ្ចឹងខ្លួនឯងមានហើយហេតុអីក៏ចង់ឲ្យបានរបស់គេទៀតអត់ចេះខ្មាស់អៀនមាត់ឲ្យមិនតិចមកអីអញ្ចឹងវីដេអូនេះខ្ញុំផ្ដាំទៅមេតបថៃទាំងហ្នឹងហើយកុំចង់បានរបស់គេពេកអ្នកឯងមានគ្រប់គ្រាន់អស់ហើយអញ្ចឹងណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអស់គ្នាហ្នឹងហើយចំណាំមុខអ្នកហ្នឹងទុកផងបងប្អូនហ្នឹងហើយស្រែកឃ្លានខ្លាំងណាស់ហ្នឹងហើយរបស់គេហ្នឹងវាឆ្ងាញ់មកហ្នឹងអញ្ចឹងណាអរគុណច្រើនបងប្អូនគ្នាបាយបាយ